សាធុទាំងនេះគឺជាខ្សែអត្ថសម្លេងព្រះធម៌កាសែតទី1ចំហៀងទី1សូមអនុមោទនាស្ដាប់នៅព្រះធម៌ដែលសម្ដែងនាថ្ងៃបើកវគ្គសិក្សាព្រះធម៌នៅសាលាសិក្សាព្រះធម៌ស្រុកស្ទឹងខេត្តកំពង់ធំដែលព្រះអង្គយកប្រទេសរបស់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាទាំងក្នុងស្រុកទាំងក្រៅស្រុកនៅជានៅក្នុងពេលនេះដែរព្រះអង្គមានបំណងចង់ឲ្យព្រះពុទ្ធសាសនារឹងមាំរីកចម្រើននៅឱកាសជាអវែងគឺព្រះអង្គស្ម័គ្រចិត្តមកបង្រៀនពរព្រះពុទ្ធក្នុងវត្តព្រះរាជទីលោកសុខសង្ឃនេះចាប់តាំងពីថ្ងៃទី6ខែខែទីឆ្នាំចពុទ្ធសករាជទី5 550នាទីរហូតដល់ចូលព្រះវស្សាគឺជាមួយខែព្រះអង្គបង្រៀនថ្ងៃពុទ្ធថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃច័ន្ទនិងថ្ងៃអាទិត្យពេលវេលាមកពីល្ងាចហើយព្រះអង្គបានចាត់ឲ្យពុទ្ធបរិស័ទសាទូដែលបញ្ហាតអាចដែលនៅមានឆ្ងល់ប្រព្រឹត្តប្រពៃមិនច្បាស់លាស់ព្រះអង្គចូលចិត្តដោះស្រាយធម៌ក៏នៅជាបញ្ហាជីវិតរំលែកបញ្ចប់សក្តានុពលនេះខ្ញុំប្រកាសណាថាភាពសម្បូរនៃសំណាក់របស់បណ្ឌិតសង្កាមសម្រាប់ជាចំណងដៃនៃការបាត់វត្តធម៌គឺអ្វីមិនស្មើនឹងគ្មានចាស់ដែលវិសាស្ត្រពីដល់ដល់បញ្ញាអរគុណជារូបនៃកុសលាតាមមហាជាបច្ច័យប្រកបមួយជាទេចង់បានសរសើរគំនិតវាទេមិនចង់បានទេគំនិតពីមុនចង់បានក្តីសុខសម្រាប់ធ្វើបុណ្យបាបជាបានទុំនៃសុខប្រកបនៅពេលបញ្ចប់ខ្ញុំរកណាថាភាពសំម្លេជាទោសបន្តទៅនេះសូមឲ្យព្រះពុទ្ធសាសនារំលែករីកចម្រើនសូមឲ្យព្រះពុទ្ធសាសនាតែទូទៅទីដល់លោកសូមឲ្យលោកជំនួសបានប្រកបដោយសន្តិភាពព្រះសក្យមុនីទ្រង់ប្រាថ្នាណាស់ទេបានទេបានសំខាន់ពុំមានសេចក្តីសុខដល់ទេតាមទីសេចក្តីមកឡើយដោយសរសើរនៃធម្មទានដែលជាអតិថិសម្បត្តិនេះសូមតំណនៃបុណ្យសរសើរបានសម្រាប់ដល់ពុទ្ធបរិស័ទក៏ដូចជាព្រះករុណាព្រះអង្គបរិបូរណ៍ដោយបញ្ញាសម្បត្តិបានឆ្លងហើយអំឡុងនៃសេចក្តីសុខដោយជោគជ័យគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាហើយក៏សូមធ្វើការគោរព
ជាបឋមសូមនមស្ការថ្វាយបង្គំព្រះទឹកដៅទុកគុណនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដោយត្រៃលែងនិងសូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះព្រះករុណាគុណចាស់គ្រប់ព្រះអង្គមានព្រះគ្រូចាស់អធិការវត្តដែលបានជាដើមដែលបានមានបតីទឹកចិត្តល្អអនុគ្រោះឲ្យពុទ្ធបរិស័ទបានឱកាសសិក្សារៀនសូត្រព្រះធម៌នេះក៏អាស្រ័យនឹងព្រះសង្ឃអាចារ្យគណៈកម្មការដែលជាម្ចាស់មូលដ្ឋានអាចដើម្បីព្រះធម៌នឹងមានជីវិតទៅបានដោយអាស្រ័យការសិក្សានិងការសម្ដែងដែលមិនមានការអនុញ្ញាតពីម្ចាស់អារាមឬក៏អ្នកមូលដ្ឋានក៏មិនចេះតែផ្សព្វផ្សាយទៅបានបង្រៀនទៅបានហើយការសិក្សានិងទៀតសោតប្រកបដោយអង្គពីរយ៉ាងសំខាន់គឺមានអ្នកបង្រៀននិងមានអ្នករៀនមានតែអ្នកបង្រៀនប៉ុន្តែមិនមានអ្នករៀនអាហ្នឹងក៏មិនអាចប្រព្រឹត្តទៅបានដែរដូច្នេះព្រះករុណាញាតិញោមពុទ្ធបរិស័ទបងប្អូនប្រុសស្រីដែលបានមានឱកាសសិក្សារៀនសូត្រព្រះធម៌គឺជាសមាជិកម្នាក់នៅក្នុងសមាគមធម្មយានដែលញ៉ាំនៅធម្មទានឲ្យប្រព្រឹត្តទៅបានពុទ្ធបរិស័ទដែលយើងមានផាសនាណាស់ដែលមានទីវត្តអារាមមានប្រសង់ច្រើនរាប់រយអង្គចឹងទៅបរទេសមិនមានលោកច្រើនទេដោយនៅម៉ែលប៊នប្រទេសអូស្ត្រាលីមាន3វត្តហើយមួយវត្តជាងការមាន2អង្គវត្តជាថ្នាទៅស្នាក់សម្ដែងធម៌ហ្នឹងមាន5អង្គហើយវត្តធំនោះមាន4អង្គ5អង្គប៉ុណ្ណឹងឯងហើយភាគច្រើនរងចាំតែពេលបានសញ្ជាតិនឹងសឹកយកប្រពន្ធនឹងឯងហើយបានយូរបន្តិចទៅ3-4ឆ្នាំទៅបានសញ្ជាតិទៅមានសឹករស់នៅសឹកទៅយកនាងបាត់ហើយនឹងតាមដែលដំណើរនោះចឹងបានចេះតែលោកតិចហ្នឹងពុទ្ធបរិស័ទជ្រះថ្លានៅទីនោះចិត្តចង់បានលោកបានអីទៅច្រើនប៉ុន្តែទៅ